podcast មួយនេះគឺខ្ញុំនឹងបកស្រាយពាក់ព័ន្ធជាមួយនឹងផ្នែកហិរញ្ញវត្ថុការងារអាជីពរបស់អ្នកទាំងគ្នាឬក៏ការសិក្សារបស់អ្នកទាំងគ្នាតំណែងតំណងស្នេហាឬក៏អ្វីដែលអ្នកទាំងគ្នាគួរប្រុងប្រយ័ត្ននៅក្នុងខែ7នេះតែម្ដងណាអញ្ចឹងដំបូងបំផុតគឺខ្ញុំសូមធ្វើការបកស្រាយពាក់ព័ន្ធជាមួយនឹងខាងផ្នែកហិរញ្ញវត្ថុមុនគេជាមួយនឹងសិលកាត King of Pentacles Knight of Pentacles The Wheel of Fortune Reverse ក្នុងខែ7នេះគឺអាចនឹងមានការយឺតយ៉ាវក្នុងការទទួលប្រាក់ខ្លាំងមែនទែនអាចថាមាននរណាគេម្នាក់សន្យាមកកាន់អ្នកទាំងគ្នានឹងបកគោលប្រាក់ឬក៏សងប្រាក់ឲ្យនៅថ្ងៃប៉ុណ្នេះប៉ុន្តែគេលើកថ្ងៃឬក៏គេលើកខែថ្ងៃប៉ុណ្នេះប៉ុណ្ណោះអីចឹងទៅឬក៏ប្រាក់ដែលយើងទទួលបានហ្នឹងគឺយើងរំពឹងខ្ពស់ខ្លាំងថានឹងបានចំណេញច្រើនឬក៏បានច្រើនពីប្រាក់ខែហ្នឹងអញ្ចឹងណាតែនៅពេលដែលបានទទួលហ្នឹងគឺវាតិចជាងអ្វីដែលការរំពឹងរបស់យើងវាខុសការរំពឹងណាអាចថាយើងគិតថាខែនេះយើងនឹងលក់បានច្រើនហើយនឹងចំណេញច្រើនប៉ុន្តែនៅពេលដែលលក់ទៅវាអត់សូវដាច់ឬក៏អាចនិយាយបានថាលុយដែលបានមកនោះគឺវាអត់ដូចការរំពឹងទុករបស់យើងសង្ឃឹមធំតែនៅពេលដែលទទួលវាទូចណាអញ្ចឹងកុំសូវរំពឹងខ្លាំងពេកអ្នកទាំងគ្នាប្រឹងបានប៉ុណ្ណាខំបានប៉ុណ្ណាក៏ទទួលយកប៉ុណ្្នឹងទៅរៀន appreciate នៅអ្វីដែលខ្លួនឯងទទួលបានណាជាពិសេសគឺកម្លាំងញើសឈាមរបស់ខ្លួនឯងនឹងឯងហើយក៏មានការចំណាយមួយចំនួនគឺអត់បានគ្រោងទុកទេអាចនឹងមានបញ្ហាមួយចំនួនកើតឡើងដែលត្រូវការប្រើលុយយកទៅដោះស្រាយអីចឹងទៅដូចជាការឈឺស្កាត់ឬក៏ការរៀនចំណេះជំនាញថ្មីការបង្កើតអាជីវកម្មថ្មីឬក៏អីម្យ៉ាងដែលវាអាចនឹងកើតឡើងដោយមិនបានគ្រោងទុកដោយមិនបានរំពឹងទុកហើយអ្នកទាំងគ្នាត្រូវការប្រើលុយយកទៅដោះស្រាយបញ្ហាមួយនឹងមួយគ្រាអីចឹងទៅតែលុយនឹងគឺវារៀងធំដែរចឹងណាអញ្ចឹងលុយនេះគឺនៅក្នុងខែ7នេះគឺមិនមែនជាសញ្ញាមិនល្អពាក់ព័ន្ធនឹងលុយទេព្រោះដោយសារខ្ញុំមើលទៅវាមានសិលកាតណែអភិនិខលមកហ្នឹងគឺលុយអាចនឹងមកយឺតប៉ុន្តែលុយហ្នឹងគឺវាមានស្ថិរភាពហើយគឺជាលុយដែលបានពីការខិតខំប្រឹងប្រែងនៅក្នុងលទ្ធផលការងាររបស់យើងឬក៏ការរកស៊ីរបស់យើងអីចឹងណាហើយស្លកាត King of Pentacles នេះគឺបង្ហាញពីស្ថិរភាពខាងផ្នែកលុយកាក់អញ្ចឹងអាចថាចន្លោះពីពាក់កណ្ដាលខែឬក៏រៀងចុងខែចិត្តចូលខែ8ទៅអ្នកទាំងគ្នាអាចនឹងចាប់ផ្ដើមគ្រប់គ្រងចំណាយនិងចំណូលឬក៏ខាងផ្នែកហិរញ្ញវត្ថុរបស់ខ្លួនឯងហ្នឹងគឺបានល្អជាងមុនឬក៏បន្ទាប់ពីជួបបញ្ហាដែលត្រូវដោះស្រាយលុយធំហ្នឹងគឺអ្នកទាំងគ្នាចាប់ផ្ដើមចេះត្បិតត្បៀតចេះទិញអ្វីដែលគួរទិញអ្វីដែលចាំបាច់ឯងមិនមែនទិញអ្វីដែលអ្នកទាំងគ្នាចង់បានទេប៉ុន្តែទិញទៅអ្វីដែលអ្នកទាំងគ្នាចាំបាច់ត្រូវប្រើត្រូវមានអីអញ្ចឹងណាហើយក៏មានឱកាសខ្ពស់នៅក្នុងការបង្កើនប្រាក់ចំណូលដែរអាចនឹងថាអ្នកទាំងគ្នានឹកឃើញគំនិតថ្មីនៅក្នុងការបង្កើតអាជីវកម្មថ្មីឬក៏មុខរបរថ្មីឬក៏ការងារអីមួយអញ្ចឹងទៅដែលវាផ្ដល់ឱកាសឲ្យអ្នកទាំងគ្នាអញ្ចឹងរឿងលុយនេះគឺខ្ញុំអាចនិយាយបានថាមានទាំងមិនល្អហើយនឹងល្អចូលមកអាចថាយើងបាត់បង់ឱកាសឬក៏ធ្វើចំណាយប៉ុណ្នេះតែនៅពេលចុងក្រោយគឺយើងអាចនឹងទទួលបានមកវិញតាមនឹងអញ្ចឹងណាហើយក៏មានការពន្យាពេលប៉ុន្តែក៏មានរឿងមួយចំនួនអាចចូលមកដោះស្រាយឲ្យយើងបានល្អមកវិញដែររបៀបអញ្ចឹងនេះគឺខាងផ្នែកហិរញ្ញវត្ថុរបស់អ្នកទាំងគ្នានៅក្នុងខែ7អញ្ចឹងជាមួយនឹងការងាររបស់អ្នកទាំងគ្នាអាជីពឬក៏អាជីវកម្មមុខរបររស់ស៊ីឬក៏ការរៀនសូត្ររបស់អ្នកទាំងគ្នាខ្ញុំឃើញថាអ្នកមួយចំនួនគឺគាត់កំពុងតែគិតពីអនាគតខ្លាំងមែនតើហាក់បីដូចជាចង់ចាប់ផ្ដើមអ្វីដែលថ្មីបើសិនជាសិស្សវិញគឺចង់ចាប់ផ្ដើមរៀនជំនាញថ្មីអីចឹងណាបើសិនជាអ្នករស់ស៊ីគឺចង់បើកមុខរបររស់ស៊ីថ្មីឬក៏អាជីវកម្មថ្មីឬក៏បើសិនជាអ្នកធ្វើការវិញគឺចង់ចាប់ផ្ដើមធ្វើ project ថ្មីឬក៏ផ្លាស់ប្ដូរការងារអីចឹងទៅចឹងកម្រងមួយហ្នឹងគឺអ្នកទាំងគ្នារៀងក្រងទុកមករៀងយូរដែរហើយចង់ធ្វើវាប៉ុន្តែគ្រាន់ថាពេលខ្លះរៀង stuck នៅមួយកន្លែងអត់ទាន់បានបញ្ចេញសកម្មភាពអីមួយអញ្ចឹងណារបៀបថាអ្នកទាំងគ្នាគិតច្រើនជាងធ្វើចឹងមានន័យថាយើងមានក្តីសម័យប៉ុន្តែអត់ទាន់បានក្តីសម័យរបស់យើងហ្នឹងវាពេញលេញឬក៏សម្រេចវាឲ្យបានខ្លះជាការពិតទេអញ្ចឹងជាមួយនឹងខែ7ហ្នឹងគឺអ្នកទាំងគ្នាអាចនឹង stuck អាចនឹងថាគិតច្រើនពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តធំនៅក្នុងការធ្វើឲ្យជីវិតរបស់ខ្លួនឯងប្រសើរជាងហ្នឹងណាថាអ្នកទាំងគ្នាមានការគិតឬក៏ទម្លាប់មួយដែលអត់ចង់ដើរចេញពី comfort zone របស់ខ្លួនឯងណាទម្លាប់តែនៅអញ្ចឹងហើយគឺអត់ចង់ទទួលយកការផ្លាស់ប្ដូរទេពេលខ្លះគឺចង់ឲ្យខ្លួនឯងរីកចម្រើនចង់ឲ្យខ្លួនឯងប្រសើរជាងមុនប៉ុន្តែអត់ដឹងទទួលយកការផ្លាស់ប្ដូរតាមរបៀបណាឬក៏អត់សូវបើកចិត្តបើកគំនិតអីខ្លាំងអញ្ចឹងណានៅក្នុងបរិបទថ្មីឬក៏ការរស់នៅថ្មីឬក៏ការដើរចេញពី comfort zone ហ្នឹងទៅ start អ្វីដែលវាល្អប្រសើរជាងនឹងឲ្យថ្មីជាងនឹងណាចឹងអ្នកទាំងគ្នារៀង stuck នៅមួយកន្លែងអញ្ចឹងហើយបើខ្ញុំនិយាយថាភាគច្រើនគឺបានត្រឹមតែគិតប៉ុន្តែអត់បញ្ចេញសកម្មភាពទេហើយអ្នកទាំងគ្នាតែពន្យាពេលនៅក្នុងការធ្វើអ្វីមួយគឺពន្យារហូតថ្ងៃនេះថ្ងៃនោះបើសិនជាទៅហាត់ប្រាណអញ្ចឹងញ៉ាំមួយថ្ងៃសិនញ៉ាំស្អែកហាត់ប្រាណទៀតអញ្ចឹងទៅហើយបើសិនជារឿងការងាររឿងធ្វើ content ឬក៏ធ្វើអីមួយអញ្ចឹងគឺអ្នកទាំងគ្នារបៀបថាពេលខ្លះអញ្ចឹងគឺពន្យាពេលខ្លាំងមែនតើ
ក្នុងចិត្តគិតហើយថាធ្វើអញ្ចឹងល្អធ្វើអញ្ចឹងល្អដឹងមិនមែនអត់ដឹងទេប៉ុន្តែតែងតែពន្យាពេលហើយអាការពន្យាពេលហ្នឹងគឺគ្រោះថ្នាក់ខ្លាំងមែនទែនកុំឲ្យមានរឿងនឹងកើតឡើងណាមិនថាខែណាអ្នកទាំងគ្នាស្ដាប់អ្វីដែលខ្ញុំនិយាយនេះហើយគឺអ្នកទាំងគ្នាគិតពិចារណាឡើងវិញទៅធ្វើអីកុំសូវពន្យាពេលខ្លាំងពេកត្រូវធ្វើក៏ធ្វើត្រូវអត់ក៏អត់ទៅរបៀបអញ្ចឹងណាគិតអីច្បាស់លាស់មានកម្រងកុំស្ទាក់ស្ទើរចឹងមិនថាអ្នកទាំងគ្នាធ្វើអីក៏ដោយជាកម្រងថ្មីនៅក្នុងការអភិវឌ្ឍខ្លួនឯងថ្មីមិនថាអ្នករៀនមិនថាអ្នកធ្វើការអ្នករកស៊ីអ្នកធ្វើអាជីវកម្មអីផ្សេងនៅក្នុងខែ7នេះគឺអ្នកទាំងគ្នានឹងទទួលបានការគាំទ្រពីមិត្តភ័ក្តិទទួលបានការគាំទ្រពីមនុស្សជាទីស្រឡាញ់ឬក៏ជាពីមនុស្សជុំវិញខ្លួនច្រើនមែនទេឬក៏ពីមនុស្សប្លែកមុខអីចឹងទៅឧទាហរណ៍បើអ្នកទាំងអស់គ្នាចាប់ផ្ដើមចង់ធ្វើ content គឺគេនឹង support អ្នកទាំងគ្នាច្រើនណាប៉ុន្តែលទ្ធផលដែលទទួលបាននឹងវាអាចរៀងយឺតតិចឯវាអត់លឿនទេវាគ្រប់បែបយ៉ាងដែលដើរនៅក្នុងផ្លូវជីវិតរបស់យើងណាអត់អាចដេកតែមួយយប់ហើយស្អែកឡើងជោគជ័យទេអ្នកទាំងគ្នាអញ្ចឹងគឺអ្នកទាំងគ្នាត្រូវការពេលវេលានៅក្នុងការខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់យើងទទួលបានភាពជោគជ័យចឹងអ្វីដែលអ្នកទាំងគ្នាប្រុងនឹងធ្វើនៅក្នុងខែ7ឬក៏ចាប់ផ្ដើមចង់ធ្វើឬក៏មានកម្រោងមកយូរហើយណាគឺវាចាប់ផ្ដើមចេញផលម្ដងតិចនៅក្នុងខែ7នេះក៏ថាបានឬក៏ចាប់ផ្ដើមប្រតិបត្តិការឬក៏បញ្ចេញសកម្មភាពនៅក្នុងខែ7ហ្នឹងក៏ថាបានឬក៏អាចនិយាយបានថានៅពេលដែលអ្នកទាំងគ្នាឃើញសារមួយនេះវាហាក់បីដូចជាសារដាស់តឿនមួយទៅកាន់អ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាចាប់ផ្ដើមមានកម្លាំងចិត្តហើយទៅធ្វើរឿងអីមួយដែលជាក្តីសម័យរបស់អ្នកទាំងគ្នាហើយឲ្យវាខ្លាចទៅជាការពិតនៅថ្ងៃណាមួយអញ្ចឹងទោះបីវាមិនលឿនដូចគេមែនប៉ុន្តែបើអ្នកទាំងគ្នាខិតខំប្រឹងប្រែងឲ្យជឿជាក់ទៅលើខ្លួនឯងអ្នកទាំងគ្នានឹងទទួលបានជោគជ័យនៅថ្ងៃណាមួយអញ្ចឹងអ្នកទាំងគ្នាអាច start ពីខែ7នេះទៅបានមិនថាជាអ្វីដែលអ្នកទាំងគ្នាកំពុងតែគិតទេហើយមានរឿងមួយចំនួនអ្នកទាំងគ្នាត្រូវស្ដាប់ការណែនាំពីមនុស្សជុំវិញខ្លួនដែលគាត់មានបទពិសោធន៍ខ្ពស់ឬក៏មេរៀនជីវិតច្រើនជាងយើងធ្វើអីក៏ដោយគឺត្រូវតែមានផែនការច្បាស់លាស់មានវិន័យផ្ទាល់ខ្លួនហើយគិតឲ្យវែងឆ្ងាយសម្លឹងមើលទៅឲ្យវែងឆ្ងាយទៅផ្លូវអនាគតណាមិនមែនធ្វើអីគឺរបៀបថាបានតែមួយឆាវហើយក៏បោះបង់ចោលទេរបៀបចឹងធ្វើអីគឺត្រូវតែមានផែនការ A plan B plan A plan C អីចឹងទៅបើ plan មួយអត់ជោគជ័យយើងបដូរ plan មួយទៀតតែកុំផ្លាស់ប្ដូរក្តីសម័យនឹងធ្វើអីគឺត្រូវមានតែគេហៅថាក្តីសង្ឃឹមនៅក្នុងខ្លួនខ្លះទៅហើយជឿជាក់ទៅលើខ្លួនឯងខ្លះទៅអញ្ចឹងណាប៉ុនជាមួយនឹងរឿងស្នេហាអាចថាខែ7នេះគឺអត់ទាន់មានរឿងរកាំរកោសឬក៏រឿងអញញ៉ៃអីច្រើនកើតឡើងទេអាចថាមានសភាពបែបលក្ខណៈស្ងៀមស្ងាត់ឬក៏អត់ទាន់ច្បាស់លាស់ខ្លាំងអាចនិយាយបានថាអ្នកខ្លះគឺអាចនឹងមានការគិតច្រើនព្រួយបារម្ភច្រើនអ្នកខ្លះទៀតគឺអត់ទាន់ដាច់ស្រេចពីរឿងចាស់ក៏មានដែរនៅនឹកអ្នកចាស់ឬក៏នៅនឹកនាពីអតីតកាលឬក៏កំពុងតែនៅជាមួយនឹងម្នាក់ហ្នឹងប៉ុន្តែនឹកនាពីកំហុសពីអតីតកាលដែលគេធ្លាប់សាងមកកាន់យើងហើយខ្លាចគេធ្វើម្ដងទៀតនៅថ្ងៃអនាគតឬក៏នាពេលខាងមុខហ្នឹងអីអញ្ចឹងណាហើយអ្នកខ្លះទៀតគឺនៅឈឺចាប់នៅមានការគិតមានការ overthinking ដេកអត់លក់យប់ប្រឡប់អីចឹងទៅមានសម្ពាធហើយ stress ខ្លាំងមែនតើហ្មងរឿងស្នេហាហើយមានអ្នកខ្លះទៀតអាចនឹងសង្ស័យដៃគូខ្លួនឯងថា cheating ឬក៏មានអ្នកផ្សេងអីចឹងទៅដែលរឿងខ្លះអ្នកទាំងគ្នាកំពុងតែព្យាយាមស្វែងរកចម្លើយជាមួយនឹងសិលកាដែល high priestess នេះគឺហាក់បីដូចជាព្យាយាមស្វែងរកចម្លើយពីរឿងអីមួយដែលយើងគិតថាយើងចង់ដឹងថាញៀនរបស់យើងនឹងកំពុងតែប្រាប់យើងនឹងវាត្រូវអត់ពេលខ្លះរឿងខ្លះគឺយើងអាចដឹងតម្រុយខ្លះហើយប៉ុន្តែយើងអត់ទាន់ច្បាស់អញ្ចឹងនៅក្នុងខែ7ហ្នឹងយើងនឹងទទួលបានចម្លើយពីរឿងអីមួយដែលយើងតែងតែសង្ស័យមកជាយូរមកហើយជារឿងមួយដែលយើងតែងតែគិតថាចង់ដឹងពីចម្លើយរបស់រឿងហ្នឹងតើវាមិនអីប្រកាសវានឹងបង្ហាញទៅតាមពេលវេលាមួយដែលសមស្របនៅក្នុងខែ7ហ្នឹងឯងអញ្ចឹងកុំបខំគ្រប់បែបយ៉ាងឲ្យទៅតាមអ្វីដែលចិត្តយើងចង់បានពេកហើយកុំបខំឲ្យគេឆ្លើយអីមួយភ្លាមពេកcáiរបៀបចឹងព្រោះដោយសារអីយើងត្រូវចេះទុកពេលវេលាឲ្យមនុស្សណាម្នាក់ឬក៏ត្រូវទុកពេលវេលាឲ្យគ្រប់បែបយ៉ាងវាដើរទៅរកសភាពដើមវិញសិនណាអានេះខ្ញុំពិបាកប្រាប់ហើយខ្ញុំគិតថាប្រហែលជាអ្នកដែលគាត់ស្ដាប់ការខ្ញុំនេះគឺយល់ច្រើនជាងខ្ញុំអ្នកអានខ្លួនឯងនេះនិយាយថាដោយសារគាត់ជាអ្នកនៅក្នុងស្ថានភាពហ្នឹងអីអញ្ចឹងជាមួយនឹងសិលកាត King of Shot ហើយនិង Queen of Shot នេះមកជាគូហ្មងមើលទៅអ្នកខ្លះគឺអាចនឹងមាន zodiac sign ដូចគ្នាទៀតឬក៏អត្តចរិតនៅក្នុងតំណែងហ្នឹងគឺដូចគ្នាឬក៏ប្រហាក់គ្នាបើថារឹងក្បាលដូចគ្នាអញ្ចឹងទៅបើថាស្មោះដូចគ្នាឬក៏បើថាឆ្លាតទាំងសងខាងបើថា ego ខ្ពស់ទាំងសងខាងបើថាសម្ដីក្រក់ទាំងសងខាងអញ្ចឹងមានន័យថាដូចជាគូ twin flame មួយដែលមកកញ្ចក់ឆ្លោះគ្នាទៅវិញទៅមកអីអញ្ចឹងណាអញ្ចឹងមួយស្លឹកហ្នឹងគឺជាពីរស្លឹកហ្នឹងគឺអត្តន័យតែមួយទេគ្រាន់តែថាមួយជា energy មនុស្សស្រីមួយទៀតគឺជា energy មនុស្សប្រុសអញ្ចឹងទៅអញ្ចឹងមានមនុស្ស
នៅក្នុងតំណែងត្រង់ស្នេហាមនុស្សពីរនាក់គឺគ្រប់គ្នាទៅវិញទៅមកហើយយល់ចិត្តគ្នាខ្លាំងជាពិសេសគឺលើផ្នែកកំណត់ដូចថាអ្នកទាំងគ្នាគិតអីចឹងដៃគូអ្នកទាំងគ្នាចាប់ផ្ដើមយល់ពីអ្នកទាំងគ្នាពីការគិតរបស់យើងណាហើយបើសិនជាគេគិតអីចង់ធ្វើអីចឹងឲ្យច្បាស់លាស់គឺយើងក៏មានការយល់ពីការគិតរបស់គេដូចគ្នាប៉ុន្តែគ្រាន់តែថាអាចថាមានម្នាក់ក្នុងចំណោមអ្នកទាំងពីរឬក៏អ្នកទាំងពីរចាប់ផ្ដើមរៀងការពារខ្លួនឯងខ្លាំងហើយរៀងអត់ទាន់បើកចិត្តទៅលើរឿងអីមួយនៅក្នុងការនិយាយអីមួយចឹងណាដូចថាមានចំនួនឬក៏មានបញ្ហាអីមួយនៅក្នុងតំណែងហ្នឹងគឺទាំងសងខាងគឺ ego រៀងខ្ពស់ហើយរៀងចិត្តដាច់ដូចគ្នាឬក៏អាចនិយាយបានថារៀងមាន standard high ដូចគ្នាឬក៏ boundary ខ្លាំងណាកំណត់ boundary ខ្លាំងរៀងខ្លួនអញ្ចឹងណាអញ្ចឹងទៅធ្វើឲ្យយើងពិបាកតិចព្រោះអីឆ្លាតប៉ះឆ្លាតដូចរបៀប energy ចឹងមកវាដូចគ្នាពេកពេលអញ្ចឹងរឿងខ្លះគឺវាពិបាកនៅក្នុងការដំណើរទៅមុខយ៉ាងរលូនឬក៏អាចនិយាយបានថាពិបាកវាអាចនឹងមានការពជាពេលអីចឹងណាដូចជាការមកត្រូវរើគ្នាវិញឬក៏ការមកនិយាយបែបលក្ខណៈឲ្យសំរុំឲ្យ slow boat ឲ្យ romantic អីមួយចឹងណារបៀបថាបើនិយាយទៅគឺស្នេហាអ្នកទាំងអស់គ្នានឹងគឺអត់បញ្ចប់ទេនេះខ្ញុំនិយាយចឹងហ្មងប៉ុន្តែអាចនិយាយបានថាអាតំណែងតំណងហ្នឹងវាអាចដំណើរការទៅវាដោយការគិតច្រើនជាងអារម្មណ៍ណាចាប់ពីថ្ងៃហ្នឹងទៅដៃគូអ្នកទាំងអស់គ្នាហើយនឹងអ្នកទាំងគ្នាហ្នឹងគឺប្រើការគិតប្រើខួរក្បាលជាងអារម្មណ៍លេង drama លេងញ៉ៃញ៉ៃច្រើនចង់បានអីគឺប្រាប់ច្បាស់ចឹងហ្មងដូចអ្នកទាំងគ្នាចង់បានអីពីដៃគូអ្នកទាំងគ្នាគឺអ្នកទាំងគ្នានឹងប្រាប់ថាអូខ្ញុំចង់បានចេះខ្ញុំចង់បានចូលនៅក្នុងតំណែងតំណងហើយខ្ញុំអត់ចូលចិត្តនេះទេខ្ញុំអត់ចូលចិត្តនោះទេហើយដៃគូអ្នកទាំងគ្នានឹងប្រាប់អ្នកទាំងគ្នាដូចគ្នាវិញព្រោះដោយសារអីគឺជាគូ twin flame ជាគូដែលរបៀបថាច្រឹកផាក់ផែគ្នាអញ្ចឹងណាហ្នឹងគឺបែបហ្នឹងហើយសម្រាប់អ្នកដែលគាត់នៅ single វិញគឺអាចមានស្លកាត់ four of cup គឺអត់ងាយបើកចិត្តទទួលយកអ្នកថ្មីទេឬក៏អាចនិយាយបានថាអ្នកទាំងគ្នាគឺរងចាំនរណាគេម្នាក់ត្រឡប់មកវិញដែលអត់បើកចិត្តទទួលយកមនុស្សល្អជាច្រើននៅជុំវិញខ្លួនឬក៏ចូលមកក្នុងជីវិតអ្នកទាំងគ្នាទេរបៀបថាយើងនៅចង់ចាំម្នាក់ហ្នឹងម្នាក់សង្សារចាស់ហ្នឹងឬក៏ពីណាគេម្នាក់នៅក្នុងអតីតកាលឬក៏ក្រាស់របស់យើងឬក៏មនុស្សដែលយើងធ្លាប់situationship ជាមួយ talking stage ជាមួយអីហ្នឹងរបៀបយើងចង់ចាំថៃរបស់យើងឬក៏អីចឹងយើងរៀងពិបាកចិត្តជាមួយនឹងនរណាគេម្នាក់ខ្លាំងមែនតែនមិនថាជាខែ7ឬខែផ្សេងទេរបៀបថាពិបាកហ្មងយើងកំណត់ boundary ខ្លាំងពេកឬក៏យើង high standard ខ្លាំងពេកឬក៏យើង ego ខ្ពស់ពេកយើងឆ្នះពេកកាចពេកឬក៏យើងសម្ដីម៉ាត់ពេកត្រង់ពេកទៅវារឿងពិបាកក្នុងការឲ្យគេមកញ៉ាយញងឬក៏ពិបាកនិយាយទៅពិបាកហ្មងរបៀបចឹងគឺតោះចិត្តរហូតអីចឹងថែបរបស់យើងបែបនេះបែបនោះនិយាយទៅអត់បើកចិត្តក្នុងការទទួលយកអ្វីមួយយ៉ាងប៉ុន្តែខ្ញុំឃើញ energy នៅក្នុងការបន្តហាក់បីដូចជាមាន energy ថ្មីស្រឡាងមកចូលមកក្នុងជីវិតរបស់អ្នកទាំងគ្នាសម្រាប់អ្នកដែលគាត់ single ណាបើកចិត្តឬមិនបើកចិត្តអានឹងខ្ញុំអត់ដឹងដូចគ្នាគឺទៅតាមនឹងហើយអ្នកទាំងគ្នាស្រឡាញ់ក៏ទទួលទៅបើមិនស្រឡាញ់ក៏តាមនឹងទៅដល់គូហើយក៏វាដល់តែបើមិនដល់ទោះបីខំប៉ុណ្ណាក៏នៅតែមិនអាចជាគូមួយគ្នាដែរព្រោះមនុស្សតែជាគូមួយគ្នាទៅដល់ទោះបីថាទៅដល់ទ្វីបណាក៏ដោយនៅទ្វីបផ្សេងគ្នាក៏ដោយក៏នៅតែមករត់រោគ្នាវិញដល់ឃើញនៅពេលវេលាណាមួយដែលស័ក្តិសមដែលតម្រូវឲ្យយើងជួបគូរបស់យើងហើយចឹងអានឹងមិនបាច់សូវ stress ពេកទេអ្នកទាំងគ្នាតាមដំណើរទៅចឹងនៅក្នុង tarot card នឹងគឺមានស្លឹកកាត់ strength នេះមកចង់ប្រាប់អ្នកទាំងគ្នាថាត្រូវតែរឹងមាំឲ្យខ្លាំងមែនតើអ្នកទាំងអស់គ្នាអាចនឹងតាក់ទាញស្នេហាល្អចូលមកក្នុងជីវិតរបស់អ្នកទាំងគ្នាបើសិនជាអ្នកទាំងគ្នាចាប់ផ្ដើមខ្លាចទៅជាមនុស្សម្នាក់ដែលស្រឡាញ់ខ្លួនឯងខ្លាំងរឹងមាំស្គាល់ពីតម្លៃខ្លួនឯងហើយរក្សាភាពស្ងៀមស្ងាត់ហើយមិនបញ្ញាប់បញ្ញាលទៅណារបៀបថាធ្វើអីក៏ដោយកុំរ៉ាស់ពេកតាមស្រួលគឺបែបហ្នឹងអ្នកទាំងអស់គ្នានឹងទទួលបានគូមួយដែលល្អដែលសមស្របជាមួយនឹងអ្នកទាំងគ្នាmatch ជាមួយនឹង energy របស់អ្នកទាំងគ្នាចង់រឿងរ៉ាវមួយចំនួនអ្នកទាំងគ្នាគួរតែប្រុងប្រយ័ត្នមែនតើនៅក្នុងខែ7នេះទី1មានnine of shot កុំគិតច្រើនហួសកម្រិតខ្លាំងពេកព្រោះការដែលគិតច្រើនខ្លាំងពេកវាអាចខ្លាចទៅជាទស្សនីយភាពមួយនៅក្នុងគូក្បាលរបស់យើងហើយវាទៅបន្លាចយើងឲ្យយើងខ្លាចការប៉ັດអីមួយតាំងតែការប៉ັດហ្នឹងគឺអត់ទាន់បានកើតឡើងឬក៏ការប៉ັດហ្នឹងគឺវាអត់ serious ឬក៏ធ្ងន់ធ្ងរដូចជាការគិតរបស់យើងឯងអញ្ចឹងកុំបន្លាចខ្លួនឯងត្រូវកេងអីកេងទៅបែងចែកពេលវេលាកេងឲ្យបានច្បាស់លាស់កេងឲ្យបានស្កប់ស្កល់ហើយកុំ stress
កុំតានតឹងពេករៀនបន្ធូរបន្ថយអារម្មណ៍ខ្លះណាបើសិនជាអាចគឺអ្នកទាំងគ្នាគួរតែរបៀបដូចថាទៅចេញទៅក្រៅជប់លៀងជាមួយមិត្តភ័ក្តិដើរលេងជាមួយមិត្តភ័ក្តិឬក៏ទៅណាលំហើយខួរក្បាលនិយាយគ្នាជជែកគ្នាលេងដូចថាមានបញ្ហាអីចឹងយើងរកនរណាគេម្នាក់ដែលយើងអាចទុកចិត្តបានឲ្យគេនិយាយតែបើសិនជាយើងអត់មាននរណាគេម្នាក់ at least គឺយើងចេះ entertain ខ្លួនឯងខ្លះចេះធ្វើឲ្យខ្លួនឯងសប្បាយចិត្តខ្លះកុំនៅជាមួយនឹងបរិបទមួយដែលជីវិតខ្លួនឯងកំពុងតែពិបាកហើយតែយកអាការគិតហ្នឹងឲ្យពិបាកលើដើមមកតង់ទៀតគឺអត់ល្អទេចង់ប្រយ័ត្នតិចអាសម្ពាធផ្លូវចិត្តហ្នឹងនៅក្នុងខែ7ហ្នឹងណាហើយអាចនឹងមានជំងឺបាក់ទឹកចិត្តឬក៏ពេលខ្លះអាចនឹងមានរឿងរ៉ាវមួយចំនួនដូចជារឿងលុយរឿងស្នេហារឿងការងារហ្នឹងវាយឺតយ៉ាវលើពីការរំពឹងទុករបស់យើងចង់បានប៉ុណ្នេះតែបានត្រឹមប៉ុណ្នេះយើងចង់បានថ្ងៃនេះតែបែរជាលើកថ្ងៃទៅថ្ងៃផ្សេងអីអញ្ចឹងមិនថាជារឿងអីក៏ដោយអញ្ចឹងកុំឲ្យរំពឹងខ្លាំងពេកឲ្យវាដើរទៅតាមសម្រួលទៅរបៀបចឹងណាកុំឆាប់បាក់ទឹកចិត្តហើយក៏កុំរំពឹងខ្ពស់ពេកបានព្រមប៉ុណ្ណាយកត្រឹមប៉ុណ្ណឹងទៅគ្រាន់តែថារឿងខ្លះយើងអាច control បានក៏យើង control តែបើរឿងខ្លះយើង control មិនបានទេក៏តាមនឹងទៅយករឿងធ្វើមិនដូចគ្នាកុំដាក់សម្ពាធឲ្យខ្លួនឯងឈឺចាប់ឬក៏ stress ខ្លាំងពេកណាហើយកុំបិទចិត្តខ្លួនឯងឬក៏អត់ទទួលយកឱកាសថ្មីសោះព្រោះសិលកាត់ for cup នេះគឺពេលខ្លះអ្នកទាំងគ្នារឹងទៅតឹងខ្លាំងមែនតើបើនិយាយពីថាគេ advice អីមួយឲ្យអ្នកទាំងគ្នាល្អចឹងអ្នកទាំងគ្នាអត់សូវទទួលយកអា advice ល្អហ្នឹងទេបើនិយាយនៅក្នុងរូបស្នេហាវិញក៏អត់សូវបើកចិត្តទទួលយកគេអីចឹងណាបើសិនជាអ្នកទាំងគ្នាធ្វើខុសក៏អ្នកទាំងគ្នារៀងពិបាកនៅក្នុងការទទួលកំហុសរបស់ខ្លួនឯងដែរឃើញតែកំហុសរបស់គេអីចឹងណាគេនិយាយអីល្អអាចនិយាយមិនថាជាមនុស្សដែលប៉ះលាឬក៏ជាមនុស្សម្នាក់ដែលដូចថាបិទខ្ទប់ចិត្តឆឹងហ្មងទៅលើឱកាសថ្មីឬក៏ការងារថ្មីមិត្តភាពឬក៏តំណែងត្រង់ស្នេហាគឺអត់ចង់ទទួលយកអាហ្នឹងឯងអាចនឹងចង់បានអាផ្សេងអីតែក៏ប៉ាត់អាផ្សេងហ្នឹងគឺវាប្រហាក់ប្រហែលគ្នាជាមួយនឹងអ្វីដែលអ្នកទាំងគ្នាចង់បានហ្នឹងក៏ថាបានដែរគឺវាបែបហ្នឹងណាហើយរឿងមួយទៀតកុំបោះបង់កម្រងដែលខ្លួនឯងកំពុងតែក្រងទុកព្រោះដោយសារតែសិលកាតនៃ of Pentacle នេះគឺតំណាងថាភាពជោគជ័យគឺបានមកពីការខិតខំការប្រឹងប្រែងការតស៊ូហើយត្រូវការពេលវេលាមិនមែនដេកតែមកយកមកងើបមកក៏ជោគជ័យទេអត់ទេគឺវាត្រូវការពេលវេលាចឹងជាមួយនឹងសិលកាត Two of Wands នេះទៀតគឺចង់បានន័យថារឿងខ្លះគឺអ្នកទាំងគ្នាគិតអីធ្វើអីគឺត្រូវតែមានកម្រងឲ្យច្បាស់លាស់ឲ្យលះកុំស្តាក់នៅមួយកន្លែងហើយកុំបានត្រឹមតែមានក្តីសម័យប៉ុន្តែអត់បានបញ្ចេញសកម្មភាពអីមួយចេះតែពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃពន្យាពេលរហូតដល់បានធ្វើអីមួយដើម្បីឲ្យអនាគតរបស់ខ្លួនឯងល្អប្រសើរដើម្បីដើរចេញពីបរិបទចាស់ដើម្បីចូលទៅរស់នៅក្នុងបរិបទថ្មីដែលធ្វើឲ្យជីវិតយើងល្អជាងមុនណាមានន័យថាដើរពេលខ្លះត្រូវដើរចេញពី comfort zone ខ្លះទៅដើម្បីឲ្យជីវិតយើងវាអភិវឌ្ឍជាងមុន គុំនៅតែដដែលហើយកុំមានតែការគិតមួយថាចង់មានចង់បានចង់ចែកចង់ចោប៉ុន្តែគ្រាន់តែបានតែចង់ឲ្យបានត្រឹមតែគិតប៉ុន្តែអត់បញ្ចេញសកម្មភាពអត់បញ្ចេញជាទង្វើក៏វាអត់កើតដែរគ្រប់បែបយ៉ាងគឺបានមកពីការខិតខំប្រឹងប្រែងហើយការខិតខំប្រឹងប្រែងរបស់អ្នកទាំងគ្នានឹងទទួលបានផលរៀងយឺតប៉ុន្តែវានឹងជះឥទ្ធិពលល្អនៅថ្ងៃអនាគតដូចជាភាពជោគជ័យឬក៏ស្ថិរភាពខាងផ្នែកហិរញ្ញវត្ថុឬក៏ផ្ដល់លំនឹងនៅក្នុងជីវិតអ្នកទាំងគ្នាក៏ថាបានដែរហើយត្រូវតែរឹងមាំជានិច្ចជាពិសេសផ្លូវចិត្តផ្លូវកាយយើងនឹងក៏ត្រូវរឹងមាំដែរមើលថែសុខភាពឲ្យបានល្អអញ្ចឹងណានឹងគឺជាសារនៅក្នុងខែ7សម្រាប់អ្នកទាំងគ្នាអញ្ចឹងបើអ្នកទាំងគ្នាស្ដាប់ហើយត្រូវក៏ទទួលយកទៅតែបើមិនត្រូវទេក៏ខ្ញុំអត់ដឹងធ្វើមិនដែរហើយខ្ញុំសូមបញ្ជាក់មួយទៀតបើសិនជាអ្នកទាំងគ្នាចាប់អារម្មណ៍នៅក្នុងការទទួលអាន tarot card ដោយផ្ទាល់គឺអាច contact មកខ្ញុំតាមរយៈ QR code Telegram ដែលខ្ញុំបានដាក់នៅខាងលើហ្នឹងណាចឹងខ្ញុំអរគុណច្រើនជូនពរឲ្យខែ7នេះគឺពោពេញទៅដោយសេចក្តីស្រឡាញ់សេចក្តីសុខសេចក្តីសន្តិភាពទៅណាមានសុខសុវត្ថិភាពណាហើយជូនពរអ្នកទាំងគ្នាទទួលបានភាពរីកចម្រើនហើយតស៊ូឡើងមិនថាមានបញ្ហាអីកើតឡើងក៏ដោយគឺត្រូវតែតស៊ូតទៅមុខទៀតកុំបោះបង់ឲ្យសោះបាយ love you